ជាយូរលង់ណាស់មកហើយនៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទបាយ័នដែលមានព្រះរាជដំណាក់នៅជួរភ្នំដងរែកទ្រង់មានព្រះអគ្គមហេសីល្អណាស់ទ្រង់ព្រះនាមព្រះនាងសក់ក្រអូបប្រកបដោយព្រះរូបព្រះឆោមព្រះភ័ក្ត្រល្អប្រឹមប្រិយសម្បុរភ្លឺថ្លាដូចនាងទេពធីតាក្លិនក្រអូបសាយចេញជុំវិញព្រះកាយមួយយោជន៍ល្បីកិត្តិយសសុសសាយទៅដល់ព្រះចៅសៀមសៀមចាត់មនុស្សមកឲ្យស៊ើបអង្កេតពិនិត្យបានដឹងពិតថាល្អឆើតដាច់ស្រីទាំងឡាយមែនជាស្រីបរិបូរណ៍ដោយលក្ខណៈល្អគ្រប់យ៉ាងមើលលោកមន្ត្រីតើនៅប្រទេសខ្មែរពិតជាមានព្រះនាងដ៏ស្រស់ស្អាតហើយមានប្រកាយក្រអូបចម្ងាយមួយយោជន៍ពិតមែនដែរឬទេក្រាបទូលព្រះអង្គនៅប្រទេសខ្មែរពិតជាមានព្រះនាងដែលមានក្លិនក្រអូបដោយព្រះអង្គទ្រង់ជ្រាបពិតមែនព្រះអង្គពួកអស់លោកឆាប់រិះរកវិធីដើម្បីចាប់យកព្រះនាងឲ្យបានអ្នកណាក៏ដោយឲ្យតែចាប់ព្រះនាងបាននឹងបានទទួលរង្វាន់ជាទីគាប់ចិត្តស្ដេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅដើម្បីជាកិត្តិយសប្រទេសខ្លួនស្ដេចបាយ័នទ្រង់ត្រៀបការដូច្នេះក៏នាំព្រះនាងអគ្គមហេសីពួកស្រីស្នំក្រមការនិងពលសេនាទាំងឡាយចុះសំពៅភៀសខ្លួនព្រះអង្គរត់ចេញចោលព្រះដំណាក់ទាំងវេលាយប់បើកសំពៅទៅទិសអាគ្នេយ៍ទ្រង់លើកព្រះហស្ថប្រណម្យដាក់លើព្រះសេរសាសច្ចាបនទេវតារក្សាទឹកថាសូមឲ្យបានសេចក្តីប្រាថ្នា3ប្រការគឺទី1សូមឲ្យបានសុខក្នុងដំណើរសាគរទី2សូមកុំឲ្យពួកចៅសៀមតាមមកទាន់ទី3សូមឲ្យបានជួបប្រទះកន្លែងជាទីគាប់ចិត្តបើបានសម្រេចដោយបំណងខ្ញុំនឹងកោរសក់ថ្វាយស្ដេចទ្រង់ព្រួយព្រះទ័យជាខ្លាំងទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃគ្មានឈប់ឈរលុះទ្រង់ប្រមាលមើលឃើញថាចេញមកបានឆ្ងាយណាស់ហើយទើបទ្រង់ងាករែទៅតំបន់មួយដើម្បីចតសំពៅជួនជាខណៈនោះខ្យល់ព្យុះមកបក់បោកសំពៅឲ្យវិលវល់បាក់ចង្កូតទើបទីត្រង់នោះមានឈ្មោះថាភូមិបាក់ចង្កូតជាប់មកសប្តាហ៍ថ្ងៃគេក៏ហៅคล้ายមកជាភូមិបាក់កូតស្ដេចទ្រង់ភ័យហើយលើកព្រះហស្ថអំពាវនាវបន់ថាអោអស់លោកអ្នកតាអរិយទឹកដែលរក្សានៅទីនេះសូមជួយយើងឲ្យបាត់អស់នៅខ្យល់ព្យុះរន្ទះទាំងឡាយយើងនឹងរៀបចំសំណែនសែនថ្វាយអស់លោកគ្រានោះខ្យល់ព្យុះក៏សាបសូន្យអស់សំពៅទៅបានបន្តិចទៀតឈប់បោះយុទ្ធការចតទើបទីនោះមានឈ្មោះថាកន្លែងចតជាប់មកសប្តាហ៍ថ្ងៃគេហៅคล้ายមកជាភូមិកន្លែងចតការឈប់ចតនេះគឺដើម្បីរៀបចំចំណីអាហារសែនថ្វាយអរិយទឹកនិងធ្វើចង្កូតសំពៅថ្មីត្រង់តំបន់ដែលថ្វាយអាហារនោះនៅមានឈ្មោះជាប់មកដល់សប្តាហ៍ថ្ងៃហៅថាភូមិសែនបនទាំង3កន្លែងនេះនៅក្នុងឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវ
ឈប់សម្រេចកិច្ចនៅកន្លែងនោះសពគ្រប់ហើយទ្រង់ក៏ចេញសំពៅទៅទៀតសំដៅទៅទិសអាគ្នេយ៍ដដែលលុះទៅដល់កន្លែងមួយសំពៅបានធ្លាយទ្រង់ក៏ចាប់ផ្ដើមធ្វើសំពៅបណ្ដើរបើកទៅបណ្ដើរត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថាសំពៅធ្លាយបើកបន្តិចទៅទៀតទៅដល់កន្លែងមួយឃើញដីមានស្បូវដុះជាច្រើនក៏បោចស្បូវនោះចុកសំពៅដែលធ្លាយត្រង់កន្លែងនោះជាប់ឈ្មោះមកដល់សព្វថ្ងៃថាភូមិព្រែកស្បូវហើយបើកសំពៅធ្វើដំណើរតទៅទៀតព្រះនាងសក់ក្រអូបទ្រង់កើតទុកព្រួយព្រះហឫទ័យច្រើនប្រការណាមួយអំពីសំពៅដែលចេះតែទៅរកទីសំណាក់មិនឃើញណាមួយអំពីពួកសៀមថាមុខជីគេនឹងតាមមកមិនខានព្រះនាងទ្រង់អុជទៀនអ្នកមាសកាបន់ស្រន់ដល់អរិយទឹកអរិយគោកអ្នកតាព្រៃភ្នំក្រំថ្មសពទីកន្លែងថាសូមឲ្យបានជួបនឹងទីសុខប្រសើរសូមឲ្យចៅសៀមចិត្តអប្រិយបរិជ័យវិនាសក្នុងសាគរត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះនៅជាប់ឈ្មោះរហូតដល់សព្វថ្ងៃហៅថាភូមិអន្លង់ទៀនពិធីអ្នកមាសកាអំពាវនាវរបស់ព្រះនាងនោះបានសម្រេចដោយសេចក្តីប្រាថ្នាមែនគឺសំពៅស្ដេចសៀមដែលបានបញ្ជូនពលចំនួន100,000នាក់ឲ្យចេញទៅតាមស្កាត់រកព្រះនាងនោះជ្រោះផ្លូវគ្នាដោយសំពៅស្ដេចបាយ៉ង់ចេញផ្លូវក្រោមផ្នែកខាងកើតសំពៅពួកពលសៀមចេញផ្លូវលើផ្នែកខាងលិចក្រោយដែលព្រះនាងបន់ស្រន់រួចហើយសំពៅស្ដេចបាយ៉ង់ក៏ងាកសំដៅទៅទិសនិរតីបន្តិចបន្ទាប់ពីនោះស្រាប់តែនាងខ្យល់ព្យុះយ៉ាងខ្លាំងសម្បើមអស្ចារ្យបោកបក់សំពៅសៀមខ្ទេចខ្ទីលិចលង់ស្លាប់អស់ពួកពលនៅក្នុងមហាសាគរត្រង់កន្លែងនោះមានឈ្មោះថាភូមិសែនលង់ជាប់មកសពថ្ងៃតែគេហៅคล้ายមកថាភូមិសិនលង់វិញចំណែកសំពៅស្ដេចបាយ៉ង់កាលបើលឿនទៅត្រង់ទិសនិរតីស្ដេចទតឃើញកោះនិងភ្នំជាច្រើនត្រៀបត្រាព្រះអង្គក៏ចូលទៅបោះយុទ្ធការចតសំពៅនៅក្បែរកោះមួយស្ដេចយាងឡើងទៅកោះនោះដើម្បីរកទីកន្លែងសមគួរនឹងជ្រកព្រះអង្គបានទតឃើញកន្លែងល្អៗជាច្រើនប៉ុន្តែមិនសូវគប់ព្រះតីក៏ឲ្យពួកពលជញ្ជូនអីវ៉ាន់ចេញពីសំពៅនាំព្រះអគ្គមហេសីយាងចូលទៅក្នុងព្រៃច្រកបុព្វតាហើយចតសំពៅនៅត្រង់កន្លែងនោះក្រោយពីស្ដេចនិងព្រះនាងព្រមទាំងព្រះរាជបរិវារឡើងគោកហើយមហាមេឃដ៏ងងឹតបណ្ដាលទៅជាមានភ្លៀងផ្គរយ៉ាងខ្លាំងស្រាប់តែរន្ទះបាញ់សំពៅក្រឡាប់លិចលង់នៅកំពង់នោះត្រង់កន្លែងនោះជាប់ឈ្មោះថាភ្នំរន្ទះរហូតមកដល់សព្វថ្ងៃបន្ទាប់ពីនោះស្ដេចបាយ៉ង់ចេះតែខំស្វែងរកទីភូមិឋានដើម្បីសង់ព្រះរាជដំណាក់ស្នាក់អាស្រ័យ
គ្រានោះទ្រង់បានជួបទីទួលមួយពោះល្អជាទីគួររីករាយក្រៃពេកទ្រង់ក៏ធ្វើព្រះពន្លាបណ្ដោះអាសន្ននៅទីនោះលុះស្ដេចបានស្នាក់អាស្រ័យស្រួលបួលហើយទ្រង់សំណេះសំណាលជាមួយព្រះអគ្គមហេសីអំពីសេចក្តីកំសត់ទុក្ខវេទនារបស់ព្រះអង្គនិងព្រះនាងតាំងពីដើមទីមកព្រះនាងទ្រង់រំលឹកព្រះរាជាពីរឿងដែលទ្រង់បន់ថានឹងដាក់ព្រះកេសកោសក់ថ្វាយអារក្សទឹកនោះពេលនេះព្រះអង្គត្រូវតែដាក់ព្រះកេសាលាបំណន់ព្រះរាជាទ្រង់ក៏ចាត់ឲ្យគេរៀបចំពិធីដាក់ព្រះកេសលាបំណន់ក្នុងវេលានោះឯងព្រោះស្ដេចបាយ័ងទ្រង់បន់កោហើយទ្រង់កោព្រះកេសថ្វាយអារក្សទឹកលាបំណន់ដូច្នេះបានជាប់ព្រះនាមថាស្ដេចបាយ័ងកោហើយនឹងដីទួលខ្ពស់ដែលទ្រង់ធ្វើព្រះពន្លានោះជាប់ឈ្មោះថាភ្នំបាយ័ងកោរហូតមកដល់សព្វថ្ងៃ